ភាពច្របូកច្របល់ផ្ទៃក្នុងអំពីអំណាចនៅក្នុងប្រទេសថៃពិតជាធ្វើឲ្យប្រទេសថៃកំពុងតែមានភាពចលាចលបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានស្វែងយល់អំពីចំណុចខ្លះៗនៅក្នុងប្រទេសថៃតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាស្ថានភាពនៅក្នុងប្រទេសថៃនៅក្នុងពេលបច្ចុប្បន្ននេះគឺពិតជាមិនមានភាពល្អប្រសើរនោះទេភាពមិនល្អប្រសើរគឺចាប់តាំងតែអំពីមានចំនួនព្រំដែនជាមួយនឹងកម្ពុជាថៃដោយមានការបាញ់បោះទៅវិញទៅមកនៅអំឡុងថ្ងៃទី28ខែឧសភាមកម្លេះដែលធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសថៃហាក់បីដូចជាមិនមានភាពល្អប្រសើរនោះទេភាពមិនល្អប្រសើរគឺដោយសារតែមិនមានភាពចុះសម្រុងគ្នារវាងមន្ត្រីនៅក្នុងរាជរដ្ឋាភិបាលរបស់ប្រទេសថៃតែម្ដងដោយរាជរដ្ឋាភិបាលប្រទេសថៃនៅក្នុងពេលនេះបើយើងសម្លឹងមើលទៅហាក់បីដូចជាពុំទាន់មានអំណាចគ្រប់គ្រាន់នៅក្នុងការបញ្ជាឲ្យថ្នាក់ក្រោមនៅក្នុងការស្ដាប់បង្គាប់របស់ខ្លួនទេជាក់ស្ដែងតើតងជាមួយនឹងពួកយោធាជាដើមហាក់បីដូចជាពុំសូវមានការយកចិត្តទុកដាក់ឬក៏ពុំសូវគោរពស្ដាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលនោះទេដូច្នេះហើយបានជាស្ថានភាពនៅក្នុងប្រទេសថៃនៅក្នុងពេលបច្ចុប្បន្ននេះគឺវាមិនមានភាពល្អប្រសើរនោះទេទាំងផ្នែកវិស័យសេដ្ឋកិច្ចទាំងផ្នែកវិស័យសុខសុវត្ថិភាពនៅក្នុងប្រទេសតែម្ដងគឺស្ថិតនៅក្នុងចំណុចមួយដែលរាជរដ្ឋាភិបាលរបស់ប្រទេសថៃកំពុងតែតាមដាននិងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពនៅក្នុងប្រទេសរបស់ខ្លួននឹងឯងកាន់តែមានភាពល្អប្រសើរឡើងជាក់ស្ដែងដូចជាក្រមពួកជ្រុលនិយមរបស់ប្រទេសថៃមួយចំនួនគឺតែងតែអុកឡុកទៅដល់នាយករដ្ឋមន្ត្រីដើម្បីធ្វើយ៉ាងណាដាក់សម្ពាធមកលើកម្ពុជាមិនថាសម្ពាធទាំងវិស័យសេដ្ឋកិច្ចមិនថាសម្ពាធទៅលើវិស័យផ្សេងៗទៀតដែលពួកគេចង់ឲ្យដាក់សម្ពាធមកលើកម្ពុជាទាំងការចង់ផ្ដាច់ភ្លើងទាំងការបិទអ៊ីនធឺណិតក៏ដូចជាការនាំចូលនៅសម្ភារៈមួយចំនួនមកលើកម្ពុជាគឺសិនតែជាចំណុចមួយដែលពួកគេកំពុងតែទាមទារឲ្យអាជ្ញាធរថៃដាក់សម្ពាធមកលើកម្ពុជាតែម្ដងបន្ទាប់អំពីទទួលបាននៅដំណឹងនៃខាងការចង់កាត់ផ្ដាច់ភ្លើងក៏ដូចជាអ៊ីនធឺណិតក៏ដូចជាការបិទច្រកព្រំដែនមកលើកម្ពុជាជាដើមកម្ពុជាបានសម្រេចបិទនៅច្រកព្រំដែនក៏ដូចជាបញ្ឈប់នៅក្នុងការទិញនៅប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសថៃហើយនឹងការតភ្ជាប់ភ្លើងមួយចំនួនដែលនៅតាមខេត្តដែលជាប់ព្រំដែនជាមួយនឹងប្រទេសថៃគឺសិនតែកម្ពុជាបានបិទទាំងអស់ហើយបានប្រើប្រាស់នៅកម្លាំងធម្មពលភ្លើងរបស់ប្រទេសកម្ពុជាវិញដែលវាជាចំណុចមួយដែលធ្វើឲ្យវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសថៃវាមិនមានភាពល្អប្រសើរនោះទេភាពមិនល្អប្រសើរដោយសារតែប្រទេសថៃក៏ទទួលបាននៅផលចំណេញជាច្រើនមកពីសំណាក់កម្ពុជាផងដែរដោយសារតែកម្ពុជាក៏ទទួលយកឬក៏ដូចជាទិញនៅទំនិញរបស់ប្រទេសថៃជាច្រើនមិនថាតទៅជាមួយនឹងទំនិញមិនថាតទៅជាមួយនឹងកម្លាំងពលកម្មគឺសិនតែថៃទទួលបាននៅអត្ថប្រយោជន៍ពីកម្ពុជាតែម្ដងឧទាហរណ៍ប្រសិនបើកម្ពុជាបិទនៅច្រកព្រំដែននៅក្នុងការនាំចេញចូលទៅលើបន្លែត្រីសាច់ជាមួយនឹងប្រទេសថៃនោះក៏វាជាចំណុចមួយដែលជាអតិពលមិនល្អផងដែរដល់ប្រជាកសិកររបស់ប្រទេសថៃក៏ដូចជាធុរជនរបស់ប្រទេសថៃមួយចំនួនជាពិសេសតទៅជាមួយនឹងកម្លាំងវិស័យពលកម្មតែម្ដងវិស័យពលកម្មក៏ដោយសារតែចំនួនប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរបានកំពុងតែបម្រើការងារក៏ដូចជាបញ្ចេញនៅកម្លាំងពលកម្មនៅក្នុងប្រទេសថៃដែលជាកត្តាមួយជួយរុញច្រានឲ្យសេដ្ឋកិច្ចរបស់ប្រទេសថៃកាន់តែមានភាពល្អប្រសើរផងដែរក៏ប៉ុន្តែប្រសិនបើស្ថានភាពបែបនេះនៅតែបន្តដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថានៅក្នុងពេលថ្មីៗនេះរាជរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាក៏បានប្រកាសក៏ដូចជាផ្ញើសារទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលកំពុងតែធ្វើការនៅក្នុងប្រទេសថៃឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញក៏ដូចជាស្វែងរកនៅការងារដើម្បីជូនទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាតែម្ដងដោយមិនចង់ឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទទួលរងនៅការប្រមាថដោយមិនចង់ឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទទួលរងនៅការធ្វើទុកបុកម្នេញអំពីសំណាក់រាជរដ្ឋាភិបាលរបស់ប្រទេសថៃក៏ដូចជាប្រជាពលរដ្ឋរបស់ប្រទេសថៃជ្រុលនិយមមួយចំនួនបានជាធ្វើឲ្យរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានធ្វើការថ្លែងការណ៍ក៏ដូចជាផ្ញើសារអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលមកក្នុងស្រុករបស់ប្រទេសកម្ពុជាវិញតែម្ដងទៅជាមួយនឹងវិស័យពលកម្មនេះគឺវាជះឥទ្ធិពលមិនល្អនោះទេដល់វិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសថៃដោយសារតែកម្លាំងពលកម្មរបស់កម្ពុជាគឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាននោះទេនៅក្នុងវិស័យសំណង់វិស័យកសិកម្មហើយនឹងមានវិស័យផ្សេងទៀតជាច្រើនអញ្ចឹងហើយបានជាអាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធខាងផ្នែកពាណិជ្ជកម្មតែងតែអំពាវនាវឲ្យមន្ត្រីរាជរដ្ឋាភិបាលត្រូវតែស្វែងរកនៅចំណុចល្អមួយដើម្បីពិភាក្សាជាមួយនឹងកម្ពុជាហើយកុំសូវស្ដាប់ជាមួយនឹងពួកជ្រុលនិយមច្រើនពេកបើសិនណាបើស្ដាប់ក៏ដូចជាធ្វើតាមជាមួយនឹងពួកជ្រុលនិយមច្រើនពេកវាពិតជាធ្វើឲ្យប្រទេសថៃមិនអាចឡើងខ្ពស់មានតែទាញប្រទេសថៃត្រឡប់ថយក្រោយវិញតែម្ដងនេះគឺជាចំណុចមួយដែលយើងអាចមើលឃើញថាស្ថានភាពនៅក្នុងប្រទេសថៃគឺមិនទាន់មានភាពល្អប្រសើរនោះទេបើទោះបីជាកម្ពុជាយើងកំពុងតែមានវិបត្តិជាមួយនឹងប្រទេសថៃយ៉ាងណាក៏ដោយក៏ប៉ុន្តែការស្រុះស្រួលការរួមមតិក៏ដូចជាការធ្វើអ្វីជាធ្លុងមួយអំពីសំណាក់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាគឺសបញ្ជាក់ឲ្យឃើញថាកម្ពុជាមានភាពសាមគ្គីក៏ដូចជាមានភាពរួមគ្នាជាធ្លុងមួយតែម្ដងដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិរួចផុតអំពីការប្រមាថការទន្ទ្រានការចង់បានអំពីសំណាក់របស់ប្រទេសថៃតែម្ដងនេះគឺជាចំណុចដ៏ល្អមួយរបស់ប្រទេសកម្ពុជាយើងដោយមិនមានការឆ្លើយតបដោយភាព
ច្រឡោតឬក៏ភាពខឹងជាមួយនឹងពួកមន្ត្រីយោធារបស់ប្រទេសថៃមួយចំនួនក៏ដូចជាតែងតែពិភាក្សាស្វែងរកនៅចំណុចដ៏ល្អជារួមជាមួយនឹងប្រទេសថៃដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពរបស់ប្រទេសថៃក៏ដូចជាកម្ពុជាស្វែងរកមកនៅចំណុចល្អប្រសើរដូចមុនតែម្ដងអញ្ចឹងយើងនឹងរងចាំតាមដានមើលទៀតតើស្ថានភាពនៅក្នុងប្រទេសថៃដែលតាក់ទងជាមួយនឹងមន្ត្រីរាជរដ្ឋាភិបាលក៏ដូចជាពួកយោធានឹងទៅជាយ៉ាងណាតើអាចទេប្រទេសថៃឈានដល់ចំណុចមួយនៅក្នុងការធ្វើរដ្ឋប្រហារបន្តទៀតឬក៏យ៉ាងណាដែរយើងនឹងរងចាំតាមដានមើលទាំងអស់គ្នាហើយប្រសិនបើមានអ្វីអាប់ដេតតាក់ទងជាមួយនឹងចំណុចនេះខ្ញុំនឹងយកវីដេអូទាំងអស់នេះដើម្បីធ្វើជាវីដេអូចែកជូនដល់បងប្អូនមិត្តអ្នកធ្លាប់ក៏តែងតែទស្សនានៅវីដេអូរបស់ខ្ញុំនៅក្នុងពេលក្រោយទៀតបាទសូមអរគុណ